ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្លុកមួយចង់ឲ្យអ្នកទាំងអស់គ្នាមើលនិងចែករំលែកពីវិធីធ្វើសាច់អាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរហើយក៏សូមអភ័យទោសផងដែរបើសិនជាមានការខុសឆ្គងនៅក្នុងវីដេអូនេះហើយកុំឲ្យខាតពេលវេលាយូរយើងចាប់ផ្ដើមធ្វើតែម្ដងជាដំបូងយើងមានសាច់គោហើយយើងហាន់សាច់គោជាចំណិតទូចៗដែលស្រួលឲ្យយើងដោតចង្កាក់ផងហើយបន្ទាប់ពីយើងហាន់សាច់គោហើយយើងក៏ចាប់ផ្ដើមយកសាច់គោរបស់យើងហ្នឹងទៅលាងទឹកឲ្យបានច្រើនទឹកដើម្បីឲ្យវាស្អាតផងដែរបន្ទាប់ពីយើងលាងទឹកស្អាតហើយយើងក៏ចាប់ផ្ដើមទៅលាយគ្រឿងមានដូចជាម្ទេសខ្ទឹមប៊ីចេងស្ករអំបិលអីអញ្ចឹងទៅហើយនឹងប្រេងខ្យងជាដើមបន្ទាប់មកយើងចាក់វាចូលក្នុងបទុមមួយហើយយើងក៏ចាប់ផ្ដើមលាយវាច្បល់វាចូលគ្នាឲ្យសព្វគ្រឿងហើយបន្ទាប់ពីយើងលាយគ្រឿងវាហើយវាចាប់ផ្ដើមចូលជាតិយើងក៏ចាប់ផ្ដើមដោតវាជាចង្កាក់ដើម្បីឲ្យស្រួលយើងយកវាទៅអាំងតែម្ដងបន្ទាប់ពីរួចរាល់ហើយពួកយើងក៏ចាប់ផ្ដើមបង្កាត់ភ្លើងដើម្បីអាំងសាច់ប៉ុន្តែមុននឹងអាំងសាច់ពួកយើងក៏ចាប់ផ្ដើមធ្វើជាជ្រក់ល្ហុងផងដែរដើម្បីបន្ទាប់ជាមួយនឹងសាច់គោអាំងយើងដើម្បីឲ្យមានរសជាតិកាន់តែឆ្ងាញ់ផងដែរហើយចំពោះវិធីធ្វើជ្រក់របស់ពួកខ្ញុំក៏មានឲ្យពិបាកដែរជាដំបូងគឺយើងមានល្ហុងនឹងឯងដែលជាតួឯករបស់យើងក្នុងការធ្វើជ្រក់ពួកយើងក៏បានបន្តជាមួយនឹងការចិតសបកល្ហុងហើយនិងសបករបស់ក្រផងដែរបន្ទាប់ពីចិតសបកអីរួចរាល់ហើយពួកយើងក៏ចាប់ផ្ដើមចិតវាជាសរសៃដើម្បីឲ្យយើងស្រួលច្បល់វាឲ្យឆាប់ចូលជាតិអ្នកទាំងអស់គ្នាបន្ទាប់ពីហ្នឹងយើងក៏ធ្វើជាគ្រឿងសម្រាប់ធ្វើជ្រក់មានដូចជាខ្ទឹមសម្ទេសប៊ីចេងស្ករអីចឹងទៅបន្ទាប់ពីមានគ្រប់គ្រឿងហើយយើងក៏ចាប់ផ្ដើមយកវាទៅច្បល់ចូលគ្នាជាមួយនឹងបន្លែដែលយើងហាន់មិញហ្នឹងអ្នកទាំងអស់គ្នាច្បល់វាឲ្យសព្វហ្នឹងកន្លែងហ្នឹងជាស្រ័យផងដោយសារតែមិត្តភក្តិរបស់ខ្ញុំគាត់ប្រើដៃទៅទេបន្ទាប់ពីជ្រក់ហើយសាច់យើងក៏បានដោតចង្កាក់រួចរាល់ពួកយើងក៏ចាប់ផ្ដើមយកវាទៅអាំងនៅលើចង្ក្រានដែលហើយវាគឺឈ្ងុយខ្លាំងមែនតើប្លុកយើងបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងហើយអញ្ចឹងយើងទាំងអស់គ្នាមកមើលពួកយើងញ៉ាំហើយស្ដាប់ចម្រៀងឈឺទាំងអស់គ្នាបាយបាយ